មេឃទៅតែធ្លាក់ភ្លៀងហើយអញ្ចឹងអាកាសធាតុត្រជាក់បានញ៉ាំម្ហូបអីក្តៅៗជុំគ្នានិយាយពីថាឆ្ងាញ់អូឆ្ងាញ់ដូចថ្ងៃហ្នឹងអញ្ចឹងធ្លាក់ភ្លៀងពេលល្ងាចយប់ឡើងនឹកឃើញមានសាច់គោមានបន្លែអីអញ្ចឹងទៅក៏យកមកត្រឡប់ញ៉ាំជាមួយនឹងទឹកតាហ៊ូថ្ងៃហ្នឹងមិនដឹងជាមេឃកើតទុកមិនសុខចិត្តរឿងអីទេបើថ្ងៃឡើងក្តៅហែងប៉ុន្តែបែរជាធ្លាក់ភ្លៀងមិនខុសអីពាក្យចាស់លោកពលថាកុំទុកចិត្តមេឃកុំទុកចិត្តផ្កាយកុំឃើញមេឃបើកថ្ងៃកុំឃើញមេឃស្រឡះគិតថាមេឃអត់ភ្លៀងហើយមួយទៀតឃើញមេឃសតុំមេឃឡើងសក្បោះអីហ្នឹងក៏មិនប្រកាសថាមានភ្លៀងដែរនិយាយទៅមេឃឥឡូវហ្នឹងទុកចិត្តអត់បានហ្មងជាពិសេសចូលដល់រដូវខែវស្សាបែបនេះទៀតទៅណាមកណាជាពិសេសពេលដែលយើងធ្វើដំណើរផ្លូវឆ្ងាយអីហ្នឹងគឺត្រូវតែមានសគូអាវភ្លៀងឬក៏មានកស៊ូតង់អីដាក់ជាប់តាមកណូតរហូតបើមិនអញ្ចឹងទេអាចនឹងទៅទឹកភ្លៀងជាយថាហេតុហើយនេះបន្ទាប់ពីភ្លៀងមកប្រាវមកគឺថាបន្សល់ទុកនៅទឹកភ្លៀងឡើងពេញទូកស្មាច់កណូតហ្មងនាំគ្នាបាច់ឡើងព្រានចូលដល់រដូវវស្សាភ្លៀងច្រើនអញ្ចឹងនិយាយពីថាសបោមូសហូយសបោមូសមិនដឹងថាវាមកពីណាពីណីខ្លះទេយប់ឡើងមិនតាន់ទេវាកែនពលគ្នាវាចេញមកចុចដៃចុចជើងយើងនឹងព្រានតែប្រហែលផ្ដេសផ្ដាស់ហ្នឹងអាចនឹងកើតជំងឺគ្រុនឈាមជាយថាហេតុជាពិសេសផ្ទះណាដែលមានកូនក្មេងតូចៗឬក៏មនុស្សចាស់អីហ្នឹងគឺយើងត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ហើយលបងមូសហ្នឹងចូលចិត្តផ្ដុំក្បាលគ្នានៅកន្លែងណាដែលស្ដុកឬក៏កន្លែងណាដែលមានទឹកដក់អីចឹងទៅដល់ទៅពេលយប់ឡើងបានគាត់នាំគ្នាចេញធ្វើប្រតិបត្តិការរកចំណីតែពេលខ្លះកដាថ្ងៃហ្នឹងក៏វាខំយើងដែរហើយប្រហែលថ្ងៃហ្នឹងបងប្រុសនាងខ្ញុំហ្នឹងគេធ្វើលបដាក់ត្រីអញ្ចឹងទៅគ្រឿងក្រៅធ្វើលបដែលគេធ្វើហើយហ្នឹងគឺគេដាក់តាមជាហៀងផ្ទះហើយជាហៀងផ្ទះឡើងស្ដុកហ្មងត្រូវទឹកភ្លៀងផងមានណាបានដៃមូសបដោយមូសវានាំគ្នាផ្ដុំក្បាលពេញហ្នឹងឯងដល់ពេលគេធ្វើលបហើយអញ្ចឹងទៅគេក៏ប្រមូលអាគ្រឿងក្រៅទាំងអស់ហ្នឹងចេញហើយពីអ្នកពូចុងភៅហ្នឹងនាំបងប្អូនគេនឹងជះលៀងដោះសម្អាតតាមជាហៀងផ្ទះហ្នឹងតាំងពីមេឃភ្លឺរហូតដល់មេឃល្ងិតឲ្យសម្រាប់សិនចាំព្រឹកស្អែកចាំធ្វើបន្តគេថាអត់ទេជ្រុលប្រឡាក់ខ្លួនឲ្យធ្វើឲ្យស្អាតហ្មងទៅហើយបន្ទាប់មកពូចុងភៅគាត់ក៏ប្រើជំនួយការពិសេសដើម្បីបណ្ដេញមូសហើយនឹងកម្ចាត់មូសគឺអុជធូបមូស Ranger និយាយពីធូបមូសនេះមាននៅក្នុងផ្ទះនេះខ្ញុំជាប់ជាប្រចាំហ្មងហើយធូបមូស Ranger គឺជាផលិតផលដែលយើងអាចទុកចិត្តបានទាំងគុណភាពហើយនិងសុវត្ថិភាពវាជួយការពារមូសដែលអាចបង្កជំងឺគ្រុនឈាមដល់យើងហើយពូចុងភៅនឹងអ្នកកាន់កាប់ខាងអុជធូបមូសទៅយប់ឡើងមិនតាន់ទេគាត់ដើរអុជធូបមូសដាក់តាមជាហៀងផ្ទះហើយក្រុមហ៊ុន Ranger ក៏បានចូលរួមគាំទ្រនិងយកចិត្តទុកដាក់ដល់សហគមន៍ជាពិសេសហ្នឹងគឺបានគិតគូរដល់បងវីរៈកងទ័ពនៅជួរមុខនៅក្នុងកម្មវិធីសប្បុរសធម៌របស់ខ្លួនសាមគ្គីរួបរวมគ្នាខ្មែរជួយខ្មែរបានចូលរួមឧបត្ថម្ភដល់បងវីរៈកងទ័ពជួរមុខចំនួន7ទីតាំងនៅក្នុងខែឧសភាឆ្នាំ2026នេះនៅតាមបន្ទាត់ព្រំដែនរួមមានខេត្តព្រះវិហារឧត្តរមានជ័យនិងខេត្តបន្ទាយមានជ័យហើយពេលដែលអុជធូបមូសហ្នឹងពូចុងភៅគាត់អុជដាក់នៅឆ្ងាយអត់ដាក់នៅជិតខ្លួនទេបន្ទាប់ពីអុជធូបមូសហើយលាងដៃឲ្យស្អាតបាននាំគ្នាមកធ្វើម្ហូបញ៉ាំហើយបន្លែសាច់អីហ្នឹងគឺយើងបានត្រៀមរួចរាល់អស់ហើយប្អូនប្រុសនាងខ្ញុំនេះគឺថាមានមីគោកនៅក្នុងផ្ទះនឹង3កញ្ចប់គេធ្វើមីគោកនឹងញ៉ាំទាំងយប់ទៀតហើយនាងខ្ញុំអ្នកតងន់ណែឃើញគេញ៉ាំមីអញ្ចឹងនិយាយថាអូស្រក់ទឹកមាត់ស្រក់ទឹកកយ៉ាងហោចណាស់ក៏សុំគេបាន1ម៉ាត់2ម៉ាត់ដែរនិយាយទៅតាំងពីមានតងន់មកអារបស់ណាដែលគេហាមិនឲ្យញ៉ាំនិយាយថាឃ្លានអូយឃ្លានហើយគោត្រឡប់ខ្លួនថ្ងៃហ្នឹងមានតែបន្លែបៃតងសុទ្ធហ្មងអត់មានពោអីផ្សេងទេដោយសារតែយប់ហើយអញ្ចឹងទៅខ្ជិលទៅរោទិញក្នុងផ្ទះមានបន្លែអីដាក់បន្លែហ្នឹងទៅហើយមិនមានតែសាច់គោណាមានសាច់ជ្រូក3ជាន់ទៀតបន្ទាប់ពីធ្វើការងារហើយហត់ហេវអស់កម្លាំងហើយត្រូវជាមួយនឹងអាកាសធាតុត្រជាក់អញ្ចឹងទៀតទៅនិយាយពីថាញ៉ាំឆ្ងាញ់ណាស់ពេលហ្នឹងរឿងឡើងជាតិអាស៊ីតឡើងជាតិស្ករឡើងជាតិខ្លាញ់អីហ្នឹងធាត់អីហ្នឹងថាទុកបន្លែសិនហើយសុំឆ្ងាញ់មកពេលសិនវីដេអូមានតែប៉ុណ្្នឹងទេអរគុណបងប្អូនសម្រាប់ការចំណាយពេលទស្សនាជួបគ្នាវីដេអូក្រោយទៀតបាយបាយ